សូមស្វាគមន៍មកកាន់ Channel ជាសភនិតនិទានរឿងព្រេងខ្មែរគាថាធម្មបទរឿងសក្កទេវរាជព្រះបរមសាស្តាទ្រង់ប្រពនៅសក្កទេវរាជថ្ងៃមួយក្សត្រលិជ្ជវីព្រះនាមមហាលីទ្រង់ប្រសណ្ដាប់នៅសក្កបញ្ហាសូត្រកើតមានសេចក្តីសង្ស័យទ្រង់យាងចូលទៅគាល់ព្រះសាស្តាហើយក្រាបទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនតើព្រះអង្គគង់ទូតប្រណិតឃើញទ្រង់បានស្គាល់ច្បាស់នៅសក្កទេវរាជដែរឬទេព្រះសាស្តាទ្រង់ត្រាស់ឆ្លើយថាតថាគតបានឃើញបានស្គាល់សក្កទេវរាជពិតប្រាកដណាស់ហើយថែមទាំងបានដឹងនៅធម៌ដែលធ្វើឲ្យកើតជាសក្កទេវរាជទៀតផងសក្កទេវរាជមានឈ្មោះថាមគ្គវីព្រោះកាលនៅជាមនុស្សមាននាមថាមគ្គមានុមានឈ្មោះថាពុរិន្ទៈព្រោះកាលនៅជាមនុស្សបានផ្ដើមធ្វើបុណ្យមុនជន30នាក់មានឈ្មោះថាវាសវៈព្រោះកាលនៅជាមនុស្សបានឲ្យទីនៅទីសំណាក់អាស្រ័យមានឈ្មោះថាអហសខៈព្រោះទ្រង់ប្រះតម្រេះក្នុងមួយប្រព្រឹត្តភ្នែកបាន1000រឿងមានឈ្មោះថាសុចំបតិព្រោះបាននាងសុជាតាដែលជាធីតារបស់អាសូរមកជាព្រះជជាវត្តបត់គឺធម៌ធ្វើឲ្យកើតជាសក្កទេវរាជមាន7ប្រការគឺ1ចិញ្ចឹមមេត្តាបិតា2គោរពចាស់ទុំក្នុងត្រកូល3មានវិជ្ជាពីរោះ4មិននិយាយចាក់ដោត5មិនកំណាញ់6ជាអ្នកមានសច្ចៈ7ជាអ្នកមិនក្រោធខឹងសក្កទេវរាជមិនប្រមាទញ៉ាំងវត្តបត់ទាំង7ប្រការនេះឲ្យពេញបរិបូរណ៍ហើយទើបបានសម្រេចជាសក្កទេវរាជនៅទីបំផុតព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអបមាទេនៈមគ្គវីទេវាណੰសេភតាំងកតោអបមាទាំងបសាងសន្តិបមាទូគរហេតោសទាជាដើមមគ្គវៈទេវរាជបានដល់នៅភាពជាអ្នកប្រសើរគង់ខ្ពស់ជាងទេវតាទាំងឡាយព្រោះសេចក្តីមិនប្រមាទបណ្ឌិតទាំងឡាយសរសើរសេចក្តីមិនប្រមាទសេចក្តីប្រមាទបណ្ឌិតលោកទេសដៀលគ្រប់ពេលវេលារឿងសក្កទេវរាជចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសភនិតនិទានរឿងព្រេងខ្មែរគាថាធម្មបទរឿងអញ្ញត្រភិក្ខុ
ព្រះបរមសាស្តាទ្រង់ប្ររពនៅភិក្ខុមួយអង្គដែលមានរៀនព្រះកម្មដ្ឋាននៅក្នុងសំណាក់នៃព្រះអង្គហើយបានក្រាបថ្វាយបង្គំសុំលាព្រះអង្គទៅបំពេញសមណធម៌នៅក្នុងព្រៃដែលស្ងាត់មួយកន្លែងភិក្ខុអង្គនោះទោះបីជាខិតខំចម្រើនកម្មដ្ឋានយ៉ាងណាក៏ដោយក៏នៅតែមិនបានសម្រេចព្រះអរហត្តផលដែរក្រោយមកបានត្រឡប់មកគួរព្រះសាស្តាវិញដើម្បីនឹងទូលសុំផ្លាស់ព្រះកម្មដ្ឋានជាថ្មីលុះនិមន្តមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែឃើញភ្លើងព្រៃកំពុងតែឆេះក៏បានកំណត់យកភ្លើងនោះមកធ្វើជាអារម្មណ៍ថាភ្លើងនេះឆេះកំទេចព្រៃបានយ៉ាងណាមិញភ្លើងគឺអរិយមគ្គញ្ញាណក៏ដុតបំផ្លាញនៅសំយោជតូចធំបានយ៉ាងនោះដែរព្រះសាស្តាទ្រង់ជ្រាបហើយទ្រង់បានបញ្ចេញព្រះរស្មីទៅរកភិក្ខុនោះបីដូចជាទ្រង់ប្រថាប់គង់នៅត្រង់ទីចំពោះមុខហើយទ្រង់ត្រាស់ព្រះគាថានេះថាអបមាតរតោភិក្ខុបមាទេភយៈទស្សតិវាសញ្ញោជាណាំងអនងហូឡាំងដេអੰអតិវៈកេចតិជាដើមភិក្ខុជាអ្នកត្រេកអរហើយក្នុងសេចក្តីមិនប្រមាទឬជាអ្នកឃើញភ័យក្នុងសេចក្តីប្រមាទរមែងដុតបំផ្លាញនៅសំយោជតូចធំទៅបានដូចជាភ្លើងព្រៃឆេះកំទេចនៅសម្រានតូចធំយ៉ាងឆ្នះដែររឿងអញ្ញត្រភិក្ខុចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែរគាថាថងបទរឿងព្រះនិច្ចមៈទេសថេរៈព្រះបរមសាស្តាទ្រង់ប្ររពនៅព្រះនិច្ចមៈទេសថេរៈព្រះថេរៈជាអ្នកមានសេចក្តីប្រាថ្នាតិចនិងសន្តោសនៅពេលដែលអនាថបណ្ឌកសិទ្ធិថ្វាយមហាទានក្តីនិងព្រះបាទប្រសិទ្ធតិកោសលទ្រង់ថ្វាយនៅអសសិទានក្តីក៏លោកមិនព្រមនិមន្តទៅទទួលដែរនិមន្តទៅបិណ្ឌបាតតាមផ្ទះញាតិញោមតែម្យ៉ាងប៉ុណ្ណោះបានយ៉ាងណាក៏ឆាន់យ៉ាងនោះពួកភិក្ខុទាំងឡាយបានចោទប្រកាន់ដល់ព្រះថេរៈថាជាអ្នកជាប់ជំពាក់ក្នុងពួកញាតិញោមព្រះសាស្តាទ្រង់បានត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តព្រះថេរៈនោះដើម្បីត្រាស់សួររឿងពិតព្រះថេរៈបានក្រាបទូលនៅភាពនៃខ្លួនជាអ្នកប្រាថ្នាតិចនិងសន្តោសព្រះសាស្តាទ្រង់បានត្រាស់អនុមោទនាឲ្យទ្រង់សរសើរថានេះគឺប្រពៃណីរបស់ព្រះអង្គដែលទ្រង់ធ្លាប់បានប្រព្រឹត្តមកហើយត្រាស់សម្ដែងនៅអតីតទានដែលពរនីអំពីប្រវត្តិរបស់ព្រះអង្គ
ដែលបានយោនយកកំណើតកើតជាសត្វទេឈ្មោះសុវរាជក៏ជាអ្នកប្រាថ្នាតិចសន្តោសហើយជាព្រះថេរៈនេះដែរនៅក្នុងទីបញ្ចប់នៃអតីតទានព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអបមាទរតោភិក្ខុបមាទេភយៈទស្សវិអភពោបរិហានេយៈនិព្វាននសេវៈសន្តិកេជាដើមភិក្ខុជាអ្នកត្រេកអរហើយក្នុងសេចក្តីមិនប្រមាទឬជាអ្នកឃើញភ័យក្នុងសេចក្តីប្រមាទមិនគួរនឹងវិនិច្ឆ័យសាបសូន្យពីមគ្គផលស្ថិតនៅចិត្តបង្កោយនៃព្រះនិព្វានរឿងព្រះនិគមទេសៈចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែរគាថាធម្មបទរឿងព្រះមេខិយៈថេរៈព្រះបរមសាស្តាទ្រង់ប្រពនៅព្រះមេខិយៈថេរៈនៅពេលដែលព្រះថេរៈកំពុងធ្វើជាព្រះពុទ្ធជបដ្ឋៈនៅឡើយសម័យថ្ងៃមួយព្រះថេរៈបាននិមន្តទៅឃើញនៅអំពវណ្ណដ្ឋានដែលជាទីកន្លែងគួរជាទីពេញចិត្តហើយបានក្រាបថ្វាយបង្គំសំលៀព្រះអង្គដើម្បីទៅបំពេញសមណធម៌នៅក្នុងទីនោះព្រះសាស្តាទ្រង់ត្រាស់ហាមថាកុំទាន់និមន្តទៅធ្វើអ្វីបងអង្គចាំសិនពេលណារកភិក្ខុជាឧបដ្ឋៈថ្មីបានហើយពេលនោះសូមនិមន្តទៅបំពេញសមណធម៌ចុះព្រះមេខិយៈមិនព្រមស្ដាប់ព្រះតម្រាស់របស់ព្រះអង្គឡើយហើយបានពោលពាក្យត្រគោះបក់បោកទៅរកព្រះអង្គថាធ្វើដោយម្ដេចបានបើព្រះអង្គទ្រង់បានសម្រេចកិច្ចអស់ហើយនោះតែទូប្រះបង្គំវិញនោះមិនទាន់បានសម្រេចគុណធម៌អ្វីទេកំពុងតែបដិបត្តិនៅឡើយនឹងធ្វើដូចជាព្រះអង្គយ៉ាងណាបានហើយក៏និមន្តទៅទីនោះតែម្ដងមិនយូរប៉ុន្មានត្រូវអកុសលវិតកៈរោគសង្កត់យ៉ាងខ្លាំងទ្រាំនៅពុំបានទើបបានត្រឡប់មកក្រាបទូលរឿងនេះថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាបព្រះសាស្តាទ្រង់ត្រាស់ថាមេខិយៈធម្មតាចិត្តនេះជាធម្មជាតិដែលត្រាច់ចរទៅបានឆ្ងាយការអប់រំទូមានចិត្តឲ្យស្ថិតនៅក្នុងអំណាចរបស់ខ្លួនបានជាការប្រសើរណាស់ស្រេចហើយព្រះអង្គទ្រង់បានត្រាស់នៅព្រះគាថានេះថាហន្តនាចបលាំងចិត្តតាទុរៈខੰទុនិវិរយ៉ាងឧជុងករោតិមេធាវីឧសុការោវៈទេជិណៃអ្នកប្រាជ្ញតែងពុតចិត្តដែលកម្រើកញាប់ញ័រលោងលេងរក្សាបានដោយកម្រហាមផុតបានដោយកម្រឲ្យជាចិត្តត្រង់បាន
ដូចជាជាងធ្វើព្រួញពុតព្រួញឲ្យត្រង់យ៉ាងដូចម្ដេចនេះឯងធម្មតាវារិជាតិសត្វដែលកើតក្នុងទឹកមានត្រីជាដើមតែអ្នកនេសាទចាប់ស្រង់ឡើងផុតពីក្នុងទឹកហើយបានបោះចោលទៅលើគោកតែងតែបំរះរនាលយ៉ាងណាមិញចិត្តនេះដែលប្រយោគជាវចរបុគ្គលលើកឲ្យផុតអំពីទឹកដែលធ្លាប់នៅគឺកាមគុណទាំង5ហើយបោះទៅលើគោកគោលគឺវិបស្សនាកម្មដ្ឋានដើម្បីនឹងផ្ដាច់ចំណងនៃវាប្រមេញញាក់ញ័រអន្ទះអន្ទែងក៏យ៉ាងនេះដូចនេះដែររឿងព្រះមេឃយៈថេរៈចាប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែរជាថាធម្មបទរឿងអញ្ញត្រភិក្ខុព្រះបរមសាស្តាទ្រង់ប្ររពនៅភិក្ខុមួយអង្គភិក្ខុអង្គនេះលោកបានឮព័ត៌មានអំពីពួកភិក្ខុទាំងឡាយដែលបានគូសរសើរពីមហាឧបាសិកាម្នាក់ដែលមានឈ្មោះថាមេតិកៈមេតា ក្នុងសំណាក់របស់ព្រះបរមសាស្តាថាមហាឧបាសិកានេះជាអ្នកដឹងចិត្តរបស់អ្នកដទៃគាត់បានប្រកេនចង្ហាន់បិណ្ឌបាតតាមសង្ឃូបំរើតាមសេចក្តីត្រូវការចង់បានអ្វីគាត់ធ្វើតាមទាំងអស់លុះឮដូច្នេះហើយក៏មានចិត្តចង់ទៅនៅទីឯនោះតែម្ដងការបើភិក្ខុអង្គនោះបាននិមន្តទៅគង់នៅក្នុងទីនោះហើយមហាឧបាសិកាក៏បានឧបត្ថម្ភទំនុកបំរុងលោកដោយបច្ច័យ4តាមសេចក្តីត្រូវការរបស់លោកមិនឲ្យមានការខ្វះខាតអ្វីឡើយហេតុនេះហើយបានជាធ្វើឲ្យភិក្ខុអង្គនេះលោកមានការខ្មាស់អៀនយ៉ាងខ្លាំងចំពោះមហាឧបាសិកានោះដោយគិតថាអាត្មាអញជាបឋិជននៅឡើយកំរណាស់នឹងហាមចិត្តគំនិតបានបើអាត្មាអញគិតនៅរឿងណាមួយតែមិនល្អហើយមហាឧបាសិកានេះនឹងមើលងាយមើលថោកដល់អាត្មាអញមិនខានឡើយហើយបាននិមន្តចេញពីទីនោះទៅក៏ព្រះសាស្តាបានក្រាបទូការនឹកគិតរបស់ខ្លួនថ្វាយដល់ព្រះអង្គទ្រង់ជ្រាបព្រះសាស្តាទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុអង្គនោះនិមន្តត្រឡប់ទៅនៅទីនោះវិញទ្រង់បានត្រាស់ទូន្មានព្រានប្រដៅឲ្យលោកខំព្យាយាមរក្សាចិត្តឲ្យបានល្អត្រឹមត្រូវហើយទ្រង់ត្រាស់នៅព្រះគិថានេះថាទុននិកហសៈលៈហុណោយដ្ឋកាមនិបាតិណោចិត្តសៈតមខោសាធុចិត្តតាំងតនតាំងសុខាវៈអង្គជាដើមការទូមានចិត្តដែលហាមឃាត់បានដោយកម្រជាធម្មជាតិស្រាលមានប្រក្តីធ្លាក់ចុះទៅក្នុងអារម្មណ៍ដែលជាទីប្រាថ្នាជាការប្រសើរព្រោះថាចិត្តដែលគេអប់រំបានល្អហើយ
តែនាំសេចក្តីសុខនោះមកឲ្យរឿងអញ្ញត្រភិក្ខុចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែរគាថាធម្មបទរឿងឧកណ្ឌិកភិក្ខុព្រះបរមសាស្តាទ្រង់ប្រារព្ធនៅភិក្ខុមួយអង្គដែលប្រាថ្នាចង់វិជ្ជាសិក្ខាបទកាលពីដើមឡើយលោកបានចូលមកបួសក៏ដើម្បីឲ្យរួចផុតពីសេចក្តីទុក្ខសម័យថ្ងៃមួយលោកបានស្ដាប់ព្រះឧបជានិងគ្រូអាចារ្យអប់រំថារបស់នេះភិក្ខុគួរធ្វើរបស់នេះភិក្ខុមិនគួរធ្វើយ៉ាងណានេះត្រូវធ្វើយ៉ាងនេះមិនត្រូវប៉ុណ្ណោះជាដើមហើយមានសេចក្តីធុញទ្រាន់ធ្វើតាមមិនបានគិតថាព្រះធម៌វិន័យនេះមានច្រើនណាស់ពិបាកប្រណិប័តតាមណាស់ហើយប្រាថ្នាគិតនឹងសឹកគ្រានោះព្រះឧបជានិងគ្រូអាចារ្យបាននាំភិក្ខុអង្គនោះទៅគាល់ព្រះសាស្តាហើយក្រាបទូលរឿងនោះថ្វាយដល់ព្រះអង្គទ្រង់ជ្រាបព្រះសាស្តាទ្រង់ត្រាស់សួរភិក្ខុនោះថាមនីភិក្ខុបើអ្នកមិនអាចធ្វើតាមព្រះធម៌វិន័យទាំងបានទេចូលអ្នករក្សាតែធម្មជាតិម្យ៉ាងប៉ុណ្ណោះក៏បានដែរតើអ្នកអាចរក្សាធម្មជាតិម្យ៉ាងនោះបានដែរឬទេភិក្ខុអង្គនោះក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំបករណាអាចរក្សាបានព្រះសាស្តាទ្រង់ត្រាស់ថាបើដូច្នេះចូលអ្នករក្សានៅចិត្តរបស់អ្នកឲ្យបានល្អអ្នកនឹងរួចផុតអំពីសេចក្តីទុក្ខទាំងពួងបានស្រេចហើយទើបទ្រង់ត្រាស់នៅព្រះគាថានេះថាទុទុក្ខសੰសុបិភុណੰយដ្ឋកាមនិបាតិណੰចិត្តតាំងរខេថមេធីវីចិត្តតាំងគុតតាំងសុខាវហੰជាដើមអ្នកមានប្រាជ្ញាក៏បីរក្សាចិត្តដែលមើលឃើញបានដោយលំបាកល្អិតបំផុតមានប្រក្តីធ្លាក់ចុះនៅក្នុងអារម្មណ៍ដែលជាទីប្រាថ្នាចិត្តដែលគេគ្រប់គ្រងបានល្អហើយតែនាំសេចក្តីសុខនោះមកឲ្យរឿងឧកណ្ឌិកភិក្ខុចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែរគាថាធម្មបទរឿងប្រភិកិនីសង្ឃរដ្ឋិតថេរៈព្រះបរមសាស្តាទ្រង់គោរពនៅព្រះសង្ឃរដ្ឋិតថេរៈសម័យថ្ងៃមួយលោកបានសម្ពុតវសិកៈស្លាដកពីកំណាត់មួយកំណាត់ទុកប្រើប្រាស់ខ្លួនឯងមួយកំណាត់ទៀតយកទៅប្រគេនព្រះឧបជាតែព្រះឧបជាលោកមិនទទួលព្រោះលោកមានចីវរគ្រប់គ្រាន់ហើយ
ព្រះសង្ឃរថិតថេរៈមានការតូចចិត្តគិតថាព្រះថេរៈលោកជាអ៊ំរបស់អញផងជាព្រះឧបជារបស់អញផងបើលោកមិនព្រមទទួលសម្ពុតនេះទេឈ្មោះថាលោកមិនស្រឡាញ់អញដូច្នេះអញនៅបួសធ្វើអ្វីតទៅទៀតមានតែសឹកទៅធ្វើការរកស៊ីទើបជាការប្រសើរជាងបើអញសឹកហើយអញនឹងយកនៅសម្ពុតនេះទៅលក់បានលុយហើយអញនឹងទិញមេពពេមួយមកចិញ្ចឹមការបើមេពពេកើតកូនមកហើយអញនឹងយកកូនវាទៅលុះបានលុយច្រើនអញនឹងទៅដណ្ដឹងប្រពន្ធមួយដល់បានកូនអញនឹងដាក់ឈ្មោះវាឲ្យដូចជាឈ្មោះរបស់ព្រះឧបជាហើយអញនឹងនាំប្រពន្ធកូនទៅលេងនឹងព្រះឧបជាពេលដែលអញធ្វើដំណើរទៅដល់នាពាក់កណ្ដាលព្រៃអញនឹងពោកូនខ្លះវេនគ្នាពីអ្នកប្តីប្រពន្ធបើប្រពន្ធអញវាកូនមិនកើតហើយវាបោះកូនចោលនៅតាមផ្លូវរទេះកំរទេះនឹងសង្កត់ចង្កិនលើកូនអញស្លាប់អញនឹងយករំពាត់វាយប្រពន្ធអញពេលដែលព្រះសង្ឃរថិតថេរៈគិតបណ្ដាលបកផ្លិតប្រគេនព្រះឧបជាបណ្ដាលយ៉ាងដូច្នេះហើយចិត្តដែលគិតនោះក៏បណ្ដាលឲ្យយកផ្លិតទៅវាយសិរសាក្បាលរបស់ព្រះឧបជារបស់ខ្លួនឮសូរសំឡេងប៉ាំងប៉ាំងព្រះឧបជាបានភ្ញាក់ព្រឺតគិតថានេះគឺជារឿងហេតុអ្វីហើយបានដឹងច្បាស់ថាព្រះសង្ឃរថិតនេះបានគិតរឿងដែលមិនសមគួរហើយតើទើបមានពុទ្ធដីកាថាលោកឯងវាយមិត្តទៅក្រៀមនឹងបានទើបបានជាយកផ្លិតមកវាយព្រះឧបជាខ្លួនឯងយ៉ាងដូចនេះវិញព្រះសង្ឃរថិតបានលើយ៉ាងដូចនេះហើយក៏ភ័យខ្លាចតក់ស្លុតចិត្តយ៉ាងខ្លាំងព្រោះយល់ថាព្រះឧបជាលោកបានដឹងចិត្តរបស់ខ្លួនទើបបានបកផ្លិតនោះចោលប្រាថ្នាដើម្បីនឹងរត់ចេញអំពីវត្តពួកភិក្ខុទាំងឡាយបាននាំគ្នាទៅជួយដេញតាមចាប់ព្រះសង្ឃរថិតនោះយកមកថ្វាយព្រះសាស្តាព្រះសាស្តាទ្រង់បានត្រាស់ពន្យល់ថាមកចុះភិក្ខុអ្នកកុំគិតអ្វីឡើយធម្មតាចិត្តនេះតែងទទួលអារម្មណ៍ដែលមាននៅក្នុងទីឆ្ងាយភិក្ខុព្យាយាមដើម្បីរំដោះខ្លួនឲ្យផុតពីរាគៈទោសៈមោហៈទើបប្រសើរហើយទ្រង់ត្រាស់នៅព្រះគិថានេះថាទុរង្គតមាំងឯកចរੰអសរិរੰឧហាសយ៉ាងយេចិត្តតាំងសញ្ញមេសន្តិមកខន្តិមេរៈពន្ធនីជាដើមជនទាំងឡាយណាសម្រួមចិត្តដែលទទួលអារម្មណ៍នៅទីឆ្ងាយត្រាច់ចូលទៅតែមួយអង្គមានសរីរៈរាងកាយមានគុហាគឺកាយជាទីនៅអាស្រ័យបានជនទាំងឡាយនោះនឹងបានរួចផុតអំពីចំណងរបស់គ្នារឿងព្រះភាគនិយតង្ឃរថិតថេរៈចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តី